นี่ก็ជាបាយដំណើបទុរេនហើយបាយដំណើបទុរេនប្រអប់នេះដែរមួយប្រអប់មានតម្លៃ 10000 រៀលហើយបាយដំណើបនេះគឺបងអូនខ្ញុំគាត់ទិញមកពីមិត្តភ័ក្តិរបស់គាត់ដែលជាអ្នកលក់ហើយមួយប្រអប់ 10000 រៀលនេះគឺមានបរិមាណសមរម្យរបស់គេអាចយើងញ៉ាំម្នាក់ឯងទៅគឺញ៉ាំមិនចង់អស់ផងមួយបាយដំណើបណាគាត់ថាបរិមាណទុរេនគឺមានប៉ុណ្ណឹងវាមិនច្រើនលុបពេកហើយក៏វាមិនតិចពេកដែរវាសមរម្យក្នុងតម្លៃ 10000 ដែលគេលក់ឲ្យយើងណាហើយចំពោះសម្រាប់ទឹកជាលក់គេទៅវិញគឺប្រភេទទឹកខ្ទិះគឺសម្រាប់យើងស្រោបពីលើទៅដើម្បីយើងអាចញ៉ាំបានជាមួយនឹងបាយដំណើបជាមួយនឹងទុរេនចំពោះបាយដំណើបទុរេននេះដែរគឺបងអូនខ្ញុំក៏ទិញមក5ប្រអប់ហើយដល់ពេលហូបអស់2ប្រអប់ដែរឥឡូវនៅសល់3ប្រអប់បានថតហើយថតហើយហ្នឹងក៏ចាប់ផ្ដើមហូបមួយប្រអប់សាក់លបងមើលឃើញតែរសជាតិរបស់គេឆ្ងាញ់របស់គេអាចទទួលយកបានណាសម្រាប់បាយដំណើបទុរេននេះដែរបើសម្រាប់អ្នកដែលគាត់អត់ចង់ទិញជាទុរេនម្ដងទាំងផ្លែខ្លាចអស់ច្រើនអញ្ចឹងយើងអាចទិញជាប្រអប់នេះហូបទៅមួយប្រអប់តែ 10000 ទេហើយយើងអាចទិញតែ2ប្រអប់អីទៅក៏បានឬតែមួយប្រអប់អីក៏បានដែរហើយបើយើងចង់ទិញជាដល់គីឡូតែម្ដងក៏បានគ្រាន់តែវាអស់លុយច្រើនបន្តិចបើយើងអត់ចង់ទិញអស់ច្រើនគឺដូចខ្ញុំថាទិញតែមួយប្រអប់មកយើងអាចញ៉ាំបានហើយខ្ញុំគ្រាន់តែបើកប្រអប់មកចាប់ដើមស្រោចទឹកខ្ទិះយកតែម្ដងទឹកខ្ទិះហ្នឹងវាមានរសជាតិផ្អែមប្រៃឡំណាយើងស្រោចពីលើមកហើយយើងដួសញ៉ាំទៅសម្រាប់ទុរេនហ្នឹងក៏វាឆ្ងាញ់ទឹកខ្ទិះហ្នឹងក៏ឆ្ងាញ់រួមមួយបាយដំណើបទៀតគឺវាមានរសជាតិឆ្ងាញ់សម្រាប់បាយដំណើបគេតែឲ្យនេះគឺវារៀងច្រើនដល់ពេលចឹងទៅញ៉ាំទៅវាញ៉ាំអត់ចង់អស់វាតលន់តិចណាដោយសារមានបរិមាណច្រើនណោះហើយដល់សល់ប្រហែលទៀតយប់ឡើងឃើញនៅសល់ដាក់ប្រហើយនៅពេលយប់មកទៅម៉ោងប្រហែលម៉ោង10 11យប់អីដែរហើយដល់ប្រហែលឡើងគីឡូទៀតតែចាដាក់ទៅធ្វើម៉េចទៅ